ធ្វើ CV នៅក្នុងកម្មវិធី Canva តាមរយៈទូរស័ព្ទ free សំខាន់បំផុតគឺ free ហ្នឹងហ្មងបងប្អូនតើឥឡូវយើងចូលទៅកាន់កម្មវិធី Canva ទាំងអស់គ្នាចាំបន្តិចណាតបមកកន្លែង search template នេះយើងវាយពាក្យថា CV ហើយ search មកឃើញអត់បងប្អូនឃើញថាវាមានច្រើនម៉ូដច្រើន style មែនទែនហ្មងហើយយើងរើសមើលមករូបមួយណា CV តម្រង CV template មួយណាដែលយើងស្រឡាញ់ខ្ញុំរើសយក CV មួយនេះហើយ template CV មួយហ្នឹងគឺយើងអាច edit អក្សរបានទាំងអស់យើងអាចបើកភាសាខ្មែរឬភាសាអង់គ្លេសបានហើយតមកកន្លែងខ្ញុំ edit ឲ្យមើលមួយចុចកន្លែងឈ្មោះហ្នឹងហើយយើងចុចពាក្យថាសរសេរពាក្យថា change គឺជាឈ្មោះរបស់ខ្ញុំធ្វើ CV ឲ្យអ្នកទាំងអស់គ្នាមើលណាហើយកន្លែងprofile កន្លែង contact me អីយើងអាច edit បានទាំងអស់ education ក៏ដូចគ្នាដែរប៉ុន្តែកន្លែងខ្លះនិងកន្លែងដូរមួយទៀតនោះគឺរូបភាពកន្លែងរូបភាពនេះគឺងាយស្រួលមែនតើបងប្អូនយើងគ្រាន់តែចុចចេញចុច like upload ហើយចុច upload file ហើយចុច device តមកយើងរើសរូបរបស់យើងដាក់នៅក្នុង CV ខ្ញុំដាក់រូបមួយនេះហើយណាឈឺមែនតើហ្មងចាំវា upload មកស្ទុះណាអូខេ upload ពេញហើយយើងចុចពីលើរូបហ្នឹងតមកយើងអូសឲ្យជាប់កំដកដៃអូសហើយយកទៀនទៅដាក់ពីលើរូបរបស់គេហ្នឹងហើយនឹងថាជារបស់យើងតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ